សួស្តីបងប្អូនពេលព្រឹកព្រលឹមថ្ងៃនេះថ្ងៃមិនភ្លឺមិនទាន់ច្បាស់ផងក្រោកមកបេះតបាយបងប្អូនហើយក៏ឆ្លៀតថតវីដេអូខ្លះជុំវិញផ្ទះបងប្អូនបង្ហាញពីសកម្មភាពខ្ញុំពេលព្រឹកមួយចំនួននឹងថតដើមឈើដែលខ្ញុំបានដាំជុំវិញផ្ទះឲ្យបងប្អូនមើលខ្លះបងប្អូនហើយផ្ទះខ្ញុំនេះចការក្រោយផ្ទះទេបងប្អូនតែផ្ទះខ្ញុំនេះគឺដើមឈើជុំវិញទាំងអស់បងប្អូនអត់មានដីកន្លែងណាទៅនៃទុកចោលទេគឺដាំពេញទាំងអស់បងប្អូនដាំពេញទាំងអស់អត់មានដីទៅនៃសំបីតែដីសងខាងគៀនហ្នឹងក៏មិនទុកចោលដែរបងប្អូនអញ្ចឹងណាហើយដីខាងក្រោយផ្ទះនេះខាងក្រោយផ្ទះខ្ញុំនេះមិនធំប្រមាណទេបងប្អូនមិនធំប្រមាណទេតូចដែរទេប៉ុន្តែដោយសារតែការយើងស្រឡាញ់ការដាំដុះស្រឡាញ់ការចិញ្ចឹមសត្វអញ្ចឹងទៅក៏យើងដាក់ដាំអ្វីដែលយើងស្រឡាញ់អញ្ចឹងទៅបងប្អូនអ្វីដែលយើងស្រឡាញ់យើងដាំទៅបងប្អូនដាំទៅទី1ដូចខ្ញុំនិយាយអញ្ចឹងយើងហូបទៅក៏បន្ទាប់ពីហូបមកក៏យើងលក់ទៅបងប្អូនវាអត់មានជារឿងខាតបង់ទេបងប្អូនអញ្ចឹងណាឃើញដីបងប្អូនខ្លះក៏ធំក៏ទុកចោលស្ដាយបងប្អូនដាក់ដាំបងប្អូនយើងដាំហើយយើងចិញ្ចឹមសត្វដូចខ្ញុំមកអញ្ចឹងខ្ញុំពីច្រើនដាំតបាយពីលើដាំតបាយទៅហើយខ្ញុំចំសត្វពីក្រោមអញ្ចឹងបងប្អូនចំសត្វពីក្រោមដូចជាសត្វទាក្នុងរូបភាពនេះអញ្ចឹងបងប្អូនឃើញទេខ្ញុំចំយើងមិនបាច់ចំច្រើនទេបងប្អូនចំលក្ខណៈគ្រួសារ20 30ក្បាលអញ្ចឹងទៅអញ្ចឹងណា20 30ក្បាលអញ្ចឹងទៅយើងលក់កូនផងយើងលក់មេផងអញ្ចឹងទៅព្រឹកនេះមកកាត់តបាយបងប្អូនកាត់តបាយមួយខ្មង10គីឡូនេះតបាយយើងនេះធំមកហើយបងប្អូនឃើញធំមកហើយកាត់រាល់ព្រឹកបងប្អូនណាតបាយខ្ញុំកាត់រាល់ព្រឹកមួយថ្ងៃមកព្រឹក10គីឡូទៅ5 10គីឡូអញ្ចឹងទៅតំណាំតបាយនេះស្រួលដាំណាបងប្អូនអើយអញ្ចឹងហើយបងប្អូនមានដីកុំទុកចោលគួរដាំអ្វីដែលបងប្អូនស្រឡាញ់ទៅអញ្ចឹងក្រោយផ្ទះខ្ញុំមានច្រើនបងប្អូនមានតំណាំកពិកកពុកច្រើនមានតបាយក៏តបាយវាច្រើនជាងគេបងប្អូនតបាយច្រើនជាងគេតបាយចូលប្រហែលជា100ដើមជាងបងប្អូន100ដើមជាងដោយសារតែខ្ញុំដាំតបាយមិនសូវបានថែទាំប៉ុន្មានទេគាត់ថាយើងរវល់ទៅពេលចងផ្លែវាណាបងប្អូនចងផ្លែវាហើយនឹងតែងវាដើម្បីឲ្យវាផ្លែហើយដាក់ទឹកតិចតួចទៅគឺវាផ្លែរហូតវាជាដំណាំមួយដែលងាយស្រួលហើយមិនសូវជារវល់ប្រមាណអញ្ចឹងបងប្អូនហើយមិនសូវជារើសដីអីដូចដំណាំគេផ្សេងអានេះកូនតបែកខ្ញុំដាំសាក្រោយបងប្អូនបន្ទាប់មកយើងមានដើមក្រូចខ្ញុំប្រហែលជា10ដើមជាងដែរបងប្អូនផ្លែឆ្នាំនេះប្រហែលជាបានហូបបងប្អូនផ្លែច្រើនបងប្អូនដើមក្រូចខ្ញុំផ្លែច្រើនដោយសារតែឆ្នាំនេះយើងភ្លៀងរៀងដើមឆ្នាំដែរភ្លៀងរៀងដើមឆ្នាំដែរអញ្ចឹងទៅវាធ្វើឲ្យផ្លែក្រូចយើងជាប់ល្អហើយមានទឹកល្អទៀតបងប្អូនយប់មិញក៏ភ្លៀងនឹងមកទៅហឹងដែរដាក់ឡើងចូលកន្លះម៉ោងដែរបងប្អូនអញ្ចឹងទៅក្រូចយើងមានទឹកគ្រប់គ្រាន់ឆ្នាំនេះមានទឹកគ្រប់គ្រាន់ទៅផ្លែមកជាប់ល្អហើយបេះហូបពីសិលមួយថ្ងៃហ្នឹងក៏ផ្អែមល្អដែរបងប្អូនជូរអែមល្អមានទឹកអត់ស្ពោតនៅពេលដែលវាចាប់ដើមផ្កាតើវាអត់ទឹកធំឡើងវាផ្លែវាធំឡើងស្ពោតដែរបងប្អូនតែតើវាត្រូវទឹកដិតដល់អត់អីទេគឺល្អបងប្អូនឆ្នាំនេះបានហូបមានដីទំនេរកុំទុកចោលបងប្អូនដាំដូចខ្ញុំណាបងប្អូនឃើញដាំមកការងារទាំងអស់នេះចេញពីការស្រឡាញ់បងប្អូនចេញពីការស្រឡាញ់បើយើងអត់ស្រឡាញ់ធ្វើអត់ចេញទេហើយតើយើងឧស្សាហ៍បន្តិចដែរខ្ញុំមិនសូវចេះនៅស្ងៀមទេបងប្អូនអើយកពិកកពុកដូចនេះដើមក្រូចបងប្អូននេះដើមក្រូចឆ្មាយើងបងប្អូនដាំទៅបងប្អូនដាំទៅយើងដាំអ្វីដែលយើងស្រឡាញ់ទៅបើយើងទុកដីចោលក៏វាស្ដាយបងប្អូនយើងដាំទៅដាំផងហូបផងលក់ផងអញ្ចឹងទៅហើយក្រូចឆ្មាខ្ញុំនេះបានលក់ឲ្យបងប្អូននេះបានលក់អីផ្លែមិនទាន់វាបានលក់ទេអត់ទាន់បានលក់ទេវាទៅបើចាប់ដើមផ្លែវាអត់ទឹកផងតែបើត្រូវទឹកភ្លៀងទៅចាប់ដើមផ្កាផ្លែខ្លះហើយបងប្អូនខ្លះជុំវិញផ្ទះខ្ញុំអត់មានកន្លែងណាតនេទេបងប្អូនអត់មានកន្លែងដីណាតនេនេះគឺខ្ញុំដាំពេញទាំងអស់សូម្បីតែគៀនដបងហ្នឹងក៏ខ្ញុំដាក់ដើមជាយ៉ាដាំសម្រាប់ឲ្យទាអញ្ចឹងទៅហើយដាំលក្រីដាំអីអញ្ចឹងទៅគឺដាំពេញទាំងអស់អត់មានកន្លែងណាចន្លោះទេបងប្អូនអញ្ចឹងហើយយើងដាំទាំងអស់គ្នាបងប្អូនអានេះតបែកយើងបេះបាន10គីឡូបងប្អូន10គីឡូ
អរគុណច្រើនបងប្អូនបើបងប្អូនស្រឡាញ់វីដេអូនេះកុំភ្លេចជួយ follow ម្នាក់មួយផងអរគុណច្រើន